អ្វីៗគ្រប់យ៉ាងគឺល្អប្រសើរប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមដំណើរការបញ្ហាចាប់ផ្ដើមកើតឡើងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះខ្ញុំតែងតែជួបអតិថិជនដែលជាអ្នកជួលការិយាល័យមុនពេលដែលគាត់បើកដំណើរការ office របស់គាត់អ្វីៗគ្រប់យ៉ាងគឺល្អប្រសើរប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមដំណើរការបញ្ហាចាប់ផ្ដើមកើតឡើងជារៀងរាល់ព្រឹកបុគ្គលិកនឹងក្រុមការងារតែងតែចំណាយពេលយ៉ាងយូរដើម្បីរង់ចាំដោយសារប្រអប់ជណ្ដើរគឺមានកំណត់មិនមានការបែងចែកច្បាស់លាស់រវាងប្រអប់ជណ្ដើរសម្រាប់អ្នកប្រើប្រាស់និងប្រអប់ជណ្ដើរសម្រាប់ដឹកអីវ៉ាន់អតិថិជនរបស់គាត់តែងតែវង្វេងក្នុងការរកផ្លូវទៅអគារនិងមិនមានផ្លាកសញ្ញាណែនាំច្បាស់លាស់នៅក្នុងអគារបញ្ហាមួយទៀតនោះគឺមិនថានៅក្នុងអគារឬក៏ក្បែរអគារមិនមានកន្លែងលក់ម្ហូបអាហារឬក៏ភេសជ្ជៈដែលផ្ដល់ភាពងាយស្រួលទៅដល់បុគ្គលិកនិងក្រុមការងារជាហេតុបណ្ដាលឲ្យគាត់ចំណាយពេលយ៉ាងច្រើនដើម្បីស្វែងរកកន្លែងសម្រាប់ទទួលទានបញ្ហាមួយទៀតគឺគាត់មិនមានអារម្មណ៍សុវត្ថិភាពគ្រប់គ្រាន់ដោយសារកង្វះខាតនៃប្រព័ន្ធការពារអគ្គិភ័យនិងមានការរំខានផ្សេងៗទៀតចំណុចចុងក្រោយហើយក៏ជាចំណុចដែលតែងតែកើតឡើងនៅក្នុងអគារការិយាល័យភាគច្រើននៅក្នុងប្រទេសកម្ពុជាគឺបញ្ហាចំណតភាគច្រើនអគារការិយាល័យគឺអាចផ្គត់ផ្គង់បានចំណតត្រឹមតែ 30% នៃចំនួនតម្រូវការសរុបតែប៉ុណ្ណោះបញ្ហាទាំងនេះស្ដាប់ទៅតូចប៉ុន្តែជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់ដូច្នេះអតិថិជនជួលភាគច្រើនគឺគាត់សោកស្ដាយជាមួយនឹងជម្រើសដែលគាត់បានជ្រើសរើសដោយសារអគារมันអាចមានដំណោះស្រាយចំពោះបញ្ហាដែលគាត់កំពុងតែប្រឈមដូច្នេះការជួលការិយាល័យនាពេលបច្ចុប្បន្នគឺផ្ដោតទៅលើអគារណាដែលមានដំណោះស្រាយរាល់បញ្ហាទាំងនេះមិនគួរផ្ដោតទៅលើការគ្រាន់តែជួលទីតាំងប៉ុណ្ណោះទេ